ួតតែបងប្អូនទៅរងចាំបានម្ដងទៀតហើយវគ្គជំរុះបាទ16ក្រុមចុងក្រោយបាទក្នុងពានរង្វាន់ Champions League បាទយប់នេះ admin មាន4គូពិសេសបាទជូនបងប្អូនបាទធ្វើការលេងកម្សាន្តតោះយើងមកមើលការប្រកួតគូទី1នេះតែម្ដងបាទរវាងក្រុមម្ចាស់ផ្ទះបាទ Galatasaray ទទួលក្រុមហងក្រហម Liverpool មកពីអង់គ្លេសបាទសម្រាប់ជំនួបជួបគ្នា5ប្រកួតចុងក្រោយនេះបាទហងក្រហម Liverpool បាទលេងក្នុងទឹកដីរបស់ Galatasaray អត់ដែលឈ្នះទេបាទគឺចាញ់រហូតតែម្ដងចំណែកលេងក្នុងទឹកដី Liverpool គឺ Liverpool ឈ្នះតែមួយលើកប៉ុណ្ណោះបាទហើយសម្រាប់គូនេះ Liverpool ហ៊ានតឲ្យបាទ Galatasaray បាទ75ទៀតបងប្អូនបាទហ៊ានណាស់5ប្រកួតចុងក្រោយរបស់ Galatasaray បាទឈ្នះ3ចាញ់2បាទប៉ុន្តែចុងក្រោយគឺឈ្នះបាទទៅលើ3សកម្ម1ទៅ0ចំណែក Liverpool 5ប្រកួតចុងក្រោយវិញបាទឈ្នះ4ចាញ់1បាទប្រកួតចុងក្រោយឈ្នះទៅលើ Wolverhampton 3-1វិញអញ្ចឹងសម្រាប់គូទី1នេះ Admin គឺថាគួរតែលេខក្រុមមកចាប់តែទៀតហើយបងប្អូនបាទវាយទៅលើ Galatasaray ទៅបាទរងបាទ75បាទសម្រាប់គូទី1នេះណាចំណែកគូទី2វិញការប្រកួតរវាងក្រុម Newcastle បាទប៉ះជាមួយជន់ខ្លាំងមកពីអេស្ប៉ាញបាទគឺ FC Barcelona ហើយយប់នេះ Barcelona លេងក្រៅដីត0-25កំពុងតែឡើងជើងផងណាជំនួបប៉ះគ្នា4លើកដែលប៉ះគ្នានោះគឺ Barcelona ឈ្នះទៅលើ Newcastle តែ4លើកតែម្ដងហើយគិតពីការប្រកួតចុងក្រោយ5ប្រកួតរបស់ក្រុមម្ចាស់ផ្ទះ Newcastle វិញបាទគឺចាញ់3លើកឈ្នះ2គូចុងក្រោយបាទគឺចាញ់ទៅលើ Man City 3-1ក្នុងទឹកដីចំណែក Barcelona 5ប្រកួតចុងក្រោយនេះបាទគឺឈ្នះ4លើកឯណោះចាញ់តែ1លើកទេប្រកួតចុងក្រោយគឺឈ្នះទៅលើបាទ Athletic Bilbao 1-0អញ្ចឹងសម្រាប់គូទី2នេះវិញបាទអេមីនគេថាគួរតែលេខខាងក្រុម Barcelona បន្តទៀតបងប្អូន Barcelona អត់ចាញ់ទេបាទជាមួយ Newcastle បាទនេះយើងមកមើលការប្រកួតគូទី3នេះវិញម្ដងបាទក្រុម Atletico Madrid បាទរបស់អេស្ប៉ាញទទួលក្រុមមកពីអង់គ្លេសគឺ Tottenham Hotspur យប់នេះអាតេតមកក្រុមណាបងប្អូនជំនួបជួបគ្នាមានតែមួយលើកទេបាទឆ្នាំ2016បាទគឺ Atletico Madrid បាទឈ្នះ1-0ក្នុងទឹកដីហើយគិតពីការប្រកួតចុងក្រោយ5ប្រកួតរបស់ Atletico Madrid គឺធ្វើបានល្អបាទឈ្នះ4ចាញ់តែ1ទេបាទបងប្អូនបាទចុងក្រោយគឺឈ្នះទៅលើបាទ Real Sociedad 3-2ក្នុងការប្រកួតចំណែក Spurs វិញបាទគឺយ៉ាប់មែនទែនបាទ5ប្រកួតចុងក្រោយនេះអត់ដែរឈ្នះទេបាទយប់នេះសង្ស័យថាអាតេលុតហើយបាទប្រិមិត្តយើងអញ្ចឹងជំរឿគូទី3នេះបាទអេដមីនគេថាគាត់លេខក្រុមម្ចាស់ផ្ទះបាទអេស្ប៉ាញទៅបាទគឺ Atletico Madrid បាទយកវាយមកគ្រាប់ណាបងប្អូនបាទចំណែកគូចុងក្រោយវិញបាទការប្រកួតបាទរវាងក្រុម Atalanta របស់អ៊ីតាលីទទួលជើងខ្លាំងមកពីអាល្លឺម៉ង់បាទគឺ FC Bayern មកនេះបាទយើងដឹងហើយប៉ុន្តែក្រុមទាំងពីរនេះអត់ដែរប៉ះគ្នាទេបងប្អូនបាទក៏លេខមកមើលការប្រកួតក្នុងលីករបស់ Atalanta បាទគួរសមដែរហើយឈ្នះ2ប្រកួតស្មើ2និងចាញ់1ប្រកួតចុងក្រោយស្មើជាមួយនឹង Udinese 2-2ចំណែកក្រុម Bayern មកនេះ5ប្រកួតអត់ទាន់ចាញ់ទេបងប្អូនចុងក្រោយនេះបាទគឺបាទប្រកួតចុងក្រោយគឺលុតទៅលើ Manchester United 4-1ទៀតអញ្ចឹងជំរឿចុងក្រោយនេះបាទគឺ Bayern តមកគ្រាប់ណាអញ្ចឹងពីក្រុមបងប្អូនលេងខាងក្រុមបាទ FC Bayern មកនេះទៅបងប្អូនហើយយើងដឹងហើយបាទក្លឹប Bayern មកនេះមិនចាញ់ទេបាទការប្រកួតនេះជាមួយនឹង Atalanta អញ្ចឹង admin មានតែ4គូទេបាទជួបបងប្អូនធ្វើការលេងណាបងប្អូនក៏អាចសម្រេចចិត្តមុននឹងវិនិយោគដោយខ្លួនឯងហើយសម្រាប់បងប្អូនដែលចង់បានជំរឿគូល្អៗបាទទស្សនាការផ្សាយបន្តផ្ទាល់បាទដូចជាទទួលបានធីបបាទថ្មីអាចចូលរួមជាមួយនឹងក្រុមបាល់បាទចូលទៅកម្ម Telegram ដែល admin ដាក់នៅលើ caption មួយនេះបាទដូចជានៅក្នុង comment បាទជូនពរបងប្អូនសំណាងល្អៗគ្នាកុំភ្លេចចុច follow ដើម្បីតាមដានតម្រុយបាល់ប្រចាំថ្ងៃជាមួយនឹង admin ជួបគ្នានៅវីដេអូក្រោយ